វីដេអូនេះសម្រាប់អ្នកដែលចូលចិត្តដើរលេងព្រៃភ្នំបោះតង់ Survival Camping ត្រូវហើយនាំបងប្អូនឲ្យស្គាល់ជាមួយនឹងស្ទឹងដំណាក់ក្បូននិយាយពីថានៅស្ទឹងដំណាក់ក្បូននេះគ្រាន់តែមកដល់ភ្លាមទឹកគឺថ្លាឆ្វង់ស្អាតខ្លាំងមែនទែនបើនិយាយពីទឹកវិញគឺថាមើលឃើញដល់បាតក្រោមថ្លាឆ្វង់តែម្ដងអ្នកដែលចូលចិត្តលេងទឹកមកស្ទឹងដំណាក់ក្បូននេះខ្ញុំហ៊ាននិយាយថាគឺអត់ខុសបំណងទេជាពិសេសខែ6ខែ7រដូវវស្សាបែបនេះនិយាយពីថាទឹកវិញគឺថាច្រើនខ្លាំងហើយថ្លាមើលឃើញដល់បាតក្រោមខ្ញុំចូលចិត្តជាមួយនឹងបរិយាកាសបែបនេះហើយជុំវិញនេះមិនត្រឹមតែមានទឹកធ្លាក់ក៏ដូចជាទឹកជម្រាលបាទតិចសម្រាប់អ្នកដែលចូលចិត្តទៅលេងជាពិសេសបងប្អូនទាំងអស់គ្នាដែលទៅលេងគឺមានកូនមានអីអត់ខុសបំណងទេការធ្វើដំណើរចេញពីទីរួមខេត្តកោះកុងទៅចំណាយពេលវេលាត្រឹមតែ35នាទីទៅ40នាទីគឺដល់ដំណាក់ក្បូនហើយបងប្អូនទាំងអស់គ្នាហើយបើនិយាយពីកំណត់ផ្លូវជាតិលេខ10ដោយតែបងប្អូនបានដឹងថាឥឡូវគឺស្អាតខ្លាំងមែនទែនអ្នកដែលចូលចិត្តបោះតង់ camping ដើរលេងបែបព្រៃភ្នំអីទៅផ្លូវជាតិលេខ10អត់ខុសបំណងទេចាយពេលត្រឹមតែ20ឬក៏30នាទីជាងអីមកដល់ទីតាំងស្ទឹងដំណាក់ក្បូនពេលដែលមកដល់ហ្នឹងបងប្អូនទាំងអស់គ្នាបានឃើញហើយមានបងប្អូនរបស់យើងមកលេងច្រើនឡានកញ្ចុះអីគេមានរៀបចំសម្រាប់បងប្អូនទាំងអស់គ្នាតែខ្ញុំរីកមិនឲ្យបងប្អូនទាំងអស់គ្នាមកលេងស្ទឹងដំណាក់ក្បូនបងប្អូនទាំងអស់គ្នាមានម្ហូបអាហារអីមកខ្លួនឯងមកដើម្បីយើងអង្គុយញ៉ាំបាយឈៀលពេលដែលទៅដល់នឹងភ្លាមអ្វីដែលខ្ញុំចាប់ផ្ដើមខ្វល់កខ្លាំងជាងគេគឺលេងទឹកដោយតែបងប្អូនបានឃើញនិយាយថាទឹកនៅស្ទឹងដំណាក់ក្បូននេះគឺថ្លាខ្លាំងមើលរហូតទៅដល់បាតក្រោមឃើញអូយតែចាក់ភ្នែកខ្លាំងមែនទែនបើអ្នកចូលចិត្តហែទឹកជាមួយទឹកដូចខ្ញុំអីទៅនឹងគឺអត់ខុសបំណងទេទឹកគឺថ្លាឆ្វង់តែម្ដងអញ្ចឹងបងប្អូនទាំងអស់គ្នាដែលមានក្រុមគ្រួសារឬក៏ចង់ទៅបែបលក្ខណៈគ្រួសារអីក៏អាចទៅបានដែរពីព្រោះថាទឹកនៅកន្លែងហ្នឹងស្រួលលេងខ្លាំងមែនទែនទឹករាក់ទេបងប្អូនទាំងអស់គ្នាទឹកត្រឹមចកេះឬក៏ត្រឹមជង្គង់អីទេវាជំរាលទឹកគឺងាយស្រួលមែនទែនអញ្ចឹងបងប្អូនទៅកុំភ្លេចដាក់ម្ហូបអាហារអីទៅធ្វើញ៉ាំខ្លួនឯងជួបជុំក្រុមគ្រួសារបែបនេះគឺ fresh ខ្លាំងតែម្ដងនិយាយទៅថ្ងៃដែលខ្ញុំទៅលេងហ្នឹងគឺចន្លោះពីខែ6គឺស្អាតខ្លាំងមែនទែនខ្ញុំរីកមិនឲ្យបងប្អូនទាំងអស់គ្នាទៅនៅរដូវវស្សានៅស្ទឹងដំណាក់ក្បូននេះហើយទៅដាក់ម្ហូបអាហារមានសាច់មាន់មានអីទៅដូចខ្ញុំនេះទៅគឺបានជាមួយនឹងអត្រីជោគតឹងនេះនិយាយពីថាអូជាតិខ្លាំងមែនទែនអាហារថ្ងៃត្រង់នៅស្ទឹងដំណាក់ក្បូនមួយថ្ងៃនោះគឺថាជាតិខ្លាំងតែម្ដងហើយអរគុណទៅដល់សោផងប្រពន្ធបងប្រុសខ្ញុំហ្នឹងគឺអូយរៀបចំមកឆ្ងាញ់បងស្រីខ្ញុំដានី555ហើយបន្ទាប់ពីយើងចាប់ផ្ដើមមួយទឹកមួយអីហើយជួបជុំបែបនេះគឺអត់បានទេជាមួយនឹង Cambodia Live រសជាតិស្រាលស្រទន់ស្រួលលេប Cambodia Live ផលិតតាមបច្ចេកវិទ្យា Ultra Filter បាទជាតិអាល់កុលត្រឹមតែ 4% ផលិតដោយកូនខ្មែរស្នាដៃកូនខ្មែរស្តង់ដារលំដាប់ពិភពលោកល្អបំផុតសម្រាប់ដៃគូដំណើរកំសាន្តងាយស្រួលនៅក្នុងការញ៉ាំដាក់តាមខ្លួនមានឱកាសនៃឈ្នះរង្វាន់ Cambodia Live រសជាតិស្រាលស្រទន់ឥឡូវយើងមករីករាយជាមួយនឹងបាទស្ទឹងដំណាក់ក្បូនរបស់យើងម្ដងទៀតអញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាដែលទៅលេងស្ទឹងដំណាក់ក្បូនអ្នកដែលចូលចិត្តថតរូបឬក៏អ្នកដែលចូលចិត្តទៅបោះតង់អីខ្ញុំរីកមិនឲ្យទៅបោះតង់នៅស្ទឹងដំណាក់ក្បូនហ្នឹងអត់ខុសបំណងទេបើ